នេះចឹងមេរៀនមុនយើងបានរៀនមកហើយពីរបៀបការដាក់លក្ខខណ្ឌ auto reply នៅពេលដែលភ្ញៀវរបស់យើងគាត់ចុចមកលើ page របស់យើងតាមរយៈ send message នេះអញ្ចឹងយើងបានកំណត់ហើយតែនៅពេលដែលគាត់ចុចប៊ូតុង send message យើងធ្វើការផ្ញើសារអធ្យាស្រ័យយើងធ្វើការផ្ញើសារចេញជាទម្រង់បែបនេះមានថានៅពេលដែលគាត់ចុចប៊ូតុង get send message មកយើងឲ្យគាត់ប៊ូតុង get start ហើយតោះមកយើងធ្វើការផ្ញើសារជារូបភាពយើងធ្វើការជាអក្សរហើយបន្តទៀតយើងធ្វើសារការផ្ញើសារជារូបភាពហើយជាសលេងអញ្ចឹងតើតងជាមួយការកំណត់ប៊ូតុង get start នេះគឺយើងបានរៀបចំហើយអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងអ្វីដែលយើងអត់បានរៀបចំក្នុងលក្ខខណ្ឌហ្នឹងគឺភ្ញៀវគាត់បានឆាតមកយើងឧទាហរណ៍ថាគាត់ឆាតមកយើងគាត់ស្ទេថា Hi អញ្ចឹងHi ឬក៏យើងសួស្ដីចេះ1ចេះ2អញ្ចឹងទៅណាអត់មានអ្នកឆ្លើយតបជាមួយគាត់ទេអត់មានអ្នកឆ្លើយតបជាមួយគាត់ទេអញ្ចឹងនៅក្នុងហ្នឹងគឺនៅមេរៀននេះខ្ញុំធ្វើការបង្ហាញបន្ថែមពីរបៀបនៃការកំណត់នៅពេលដែលភ្ញៀវគាត់ចូលក្នុងប្រអប់របស់យើងហើយបន្តមកទៀតគាត់ធ្វើការឆាតមកយើងដែលគាត់សរសេរពាក្យអញ្ចឹងហ្នឹងហើយអញ្ចឹងដើម្បីចូលទៅកំណត់នៅពេលដែលលក្ខខណ្ឌភ្ញៀវគាត់ឆាតមកយើងតែយើងគួរតែកំណត់ពាក្យហ្នឹងដោយវិធីណាសូមតាមដានវីដេអូទាំងអស់គ្នាតើអញ្ចឹងតើតោះជាមួយការងារហ្នឹងអ្វីដែលធ្វើបន្តបានគឺយើងត្រូវចូលមកគេតំព័ន្ធយើងដដែលមកគឺយើងចូលមក website តាឆាត AI ហើយបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្តទៀតនោះគឺយើងចូលមក board manager អញ្ចឹងនៅក្នុង board manager គឺយើងអ្វីដែលធ្វើបន្តទៀតគឺយើងជ្រើសរើស page របស់យើងហើយបន្តមកទៀតគឺយើងត្រូវចូលមកបង្កើត flow ថ្មីមួយដែល flow ហ្នឹងគឺយើងចូលទៅដាក់លក្ខខណ្ឌនៅពេលដែលភ្ញៀវគាត់ចុចមកឆាតនៅក្នុង page របស់យើងណាឆាតក្នុង page របស់យើងហើយតើយើងចង់ផ្ញើសារអីទៅឲ្យគាត់នៅក្នុងហ្នឹងអញ្ចឹងដើម្បីទៅធ្វើបានគឺយើងចុចមកយក create a new flow អញ្ចឹងអ្វីដែលធ្វើគឺយើងចូលលើ page របស់យើងកំពុងចង់ធ្វើ page មួយណាហើយតាមទៀតគឺយើងចុចទៅលើ board reply ហើយតាមទៀតគឺយើងចុចមកកន្លែងនេះ create flow អញ្ចឹងកន្លែងនេះយើងអត់តឃើញមាន flow អីណាអញ្ចឹងយើងធ្វើការ create អញ្ចឹងកន្លែងនេះគឺជា flow ថ្មីដែលរបស់យើងមានទាំងស្រុងតែម្ដងដែលយើងរៀបចំថ្មីណាអញ្ចឹងការបង្កើត flow គឺយើងត្រូវបង្កើតបែបហ្នឹងហើយ flow ហ្នឹងគឺយើងអាចបង្កើតបានច្រើនទម្រង់យើងអាចបង្កើតបានច្រើនលក្ខខណ្ឌអញ្ចឹងតើតោះជាមួយការបង្កើត flow អញ្ចឹងអ្វីដែលយើងកំពុងតែបង្កើតគឺយើងបង្កើតក្នុងនៅពេលដែលភ្ញៀវគាត់ឆាតមកយើងឆ្លើយតបទៅតាមពាក្យឬក៏យើងថា AI ចូលនៅក្នុង page របស់យើងហ្នឹងណាអញ្ចឹងយើងអ្វីត្រូវធ្វើបន្ទាប់ទៀតគឺយើងចុចលើវាពីរដងមកក្នុង start flow អញ្ចឹងនៅក្នុង start flow មួយអ្នកនរគ្នាចំណាំមើលនៅក្នុងហ្នឹងណាអញ្ចឹងនៅខាងលើនេះគឺជាពាក្យដែលយើងធ្វើការចាប់សម្រាប់ធ្វើការ auto reply លើហ្នឹងអញ្ចឹងមានតែឲ្យតែគេសរសេរមកត្រូវពាក្យទាំងអស់ហ្នឹងយើងនឹងធ្វើការចាប់បាន system នឹងធ្វើការឆ្លើយតបជាមួយនឹង page លើអតិថិជនរបស់យើងតែម្ដងអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់សួស្ដីហើយតមកទៀតកន្លែងនេះខ្ញុំដាក់ keyword អីមួយមកកន្លែងនេះណាកន្លែងនេះគឺយើងដាក់សម្គាល់ថា template flow ហ្នឹងខ្ញុំ flow អីគេអញ្ចឹងកន្លែងនេះខ្ញុំដាក់keyword កន្លែងហ្នឹងយើងអាចសរសេរអីក៏បានដែរយើងអាចសរសេរចំណាំខ្លួនឯងដែរហ្នឹងហើយយើងសរសេរឲ្យចំណាំខ្លួនឯងក៏បានដែរយើងចង់ដាក់អីក៏ដាក់ទៅកន្លែងហ្នឹងសូមឲ្យយើងសរសេរឲ្យចំណាំខ្លួនឯងព្រោះហ្នឹងវាអត់ធ្វើឲ្យភ្ញៀវយើងមើលឃើញរបស់យើងទេយើងដាក់ដើម្បីឲ្យចំណាំខ្លួនឯងទេ keyword reply អញ្ចឹងទៅអញ្ចឹងណាបាទហើយកន្លែងនេះយើងអាចដាក់សម្គាល់ label នេះមួយដែរសម្គាល់ហ្នឹងសម្រាប់អីគេសម្រាប់ user គាត់សួរអញ្ចឹងយើងអាចថា keyword ដែរទៅហ្នឹងហើយយើងដាក់ keyword ហើយតោះចុចលើមួយជិះមកអញ្ចឹងកន្លែងនេះយើងបង្កើត label ហ្នឹងវាមានអត្ថប្រយោជន៍សម្រាប់យើងថានៅពេលដែលភ្ញៀវគាត់មានសំណួរសួរអីអញ្ចឹងទៅឬក៏យើងដាក់អីមួយសម្គាល់ទៅយើងអាចដាក់បានអត្ថប្រយោជន៍វាមានអត្ថប្រយោជន៍នៅពេលដែលយើងចង់រកថាឥឡូវភ្ញៀវប្រភេទហ្នឹងមានប្រហែលអ្នកហើយគាត់មានឈ្មោះគេខ្លះយើងអាចទាញយកបានឬពេលយើងធ្វើការប្រម៉ូទអីហ្នឹងយើងអាចដាក់បានជាទូទៅយើងដាក់សម្គាល់ទៅលើផលិតផលយើងមួយអញ្ចឹងទៅដូចថាឥឡូវនៅពេលគាត់សួរស្ដីយើងធ្វើការផ្ញើសារអីឲ្យគេមួយអញ្ចឹងទៅហើយបន្តមកទៀតអ្វីទៅធ្វើគឺចុចដានអញ្ចឹងឡើយនេះខ្ញុំបានកំណត់លក្ខខណ្ឌនេះណាលក្ខខណ្ឌនេះគឺនៅពេលដែលភ្ញៀវគាត់សរសេរពាក្យមកសួរស្ដី
អញ្ចឹងខ្ញុំsystem ចាប់ពាក្យនឹងបានវានឹងធ្វើការឆ្លើយតបប៉ុន្តែសំណួរយើងចង់សួរថាតើឲ្យនៅពេលគេសួរស្ដីយើងឆ្លើយតបឲ្យគេទៅឲ្យភ្ញៀវវិញអញ្ចឹងណាអញ្ចឹងដូចយើងចូលមក page យើងអញ្ចឹងនេះខ្ញុំ hi ឬសួរស្ដីអត់មានអ្នកឆ្លើយតបមួយខ្ញុំទេអញ្ចឹងខ្ញុំដាក់ចូលក្នុងនេះមកក្នុងលក្ខខណ្ឌបើសិនជាភ្ញៀវគាត់ឆាតមកខ្ញុំពាក្យ hi ឬពាក្យសួរស្ដីខ្ញុំនឹងធ្វើការឆ្លើយតបសួរស្ដីគាត់វិញកន្លែងនេះចុចខ្ញុំទាញមកចេះមកខ្ញុំចុចលើវា2ដងដូចគ្នាដដែលណាចុច2ដងខ្ញុំដាក់បាទខ្ញុំសេចេះមកណាយើងសេទៅតាមដែលយើងចង់ដែរបាទសួស្ដីបងហើយតើមកយើងចង់បានឈ្មោះគាត់ចុចចេះមក1ហើយចង់ដកភ្លាមចុចដកភ្លាម1ទៅ2ហើយតើមកយើង enter យើងអាចតើមានអ្វីឲ្យខ្ញុំជួយបានទេបងអញ្ចឹងទៅហើយតមកទៀតយើងចុចពាក្យដានហើយយើងធ្វើការ save អញ្ចឹងនៅកន្លែងនេះយើងធ្វើការ save គឺយើង save ចុចលើវាមកគឺយើង save បាននេះអញ្ចឹងអ្វីទៅធ្វើបន្តទៀតគឺយើងចូលទៅតេស្តចឹងដើម្បីទៅដូចគ្នាតារាយើងចុចលើនេះក៏បានឬយើង page នេះកំពុងបើកហើយយើងចុចលើនេះហ្មងទៅខ្ញុំចុចម្ដងទៀតហ្នឹងខ្ញុំច្រឡំបិទអញ្ចឹងយើងចុចលើនេះមកហើយយើងចុចលើប៊ូតុង send message យើងចុច send message មកអញ្ចឹង send message យើងនឹងចេញមកតម្រងបែបនេះហើយអញ្ចឹងនេះគឺជាការដែលយើងនេះអញ្ចឹងយើងកំណត់បើសិនលក្ខខណ្ឌថាភ្ញៀវគាត់បានឆាតមកយើងគាត់សួស្ដីនេះអញ្ចឹង page របស់យើងនឹងចាប់បាននេះយើងចាប់បានឲ្យតែគាត់មកសួស្ដីយើងធ្វើការយើងសរសេរពាក្យសួស្ដីបងអញ្ចឹងហើយនេះយើងចាប់ឈ្មោះគាត់មកអញ្ចឹងទៅអញ្ចឹងប៉ុន្តែនៅពេលដែលគាត់ឥឡូវគាត់សរសេរសួស្ដីអញ្ចឹងហើយប៉ុន្តែគាត់សរសេរអញ្ចឹងគាត់សរសេរសួស្ដីដូចគ្នាដដែលប៉ុន្តែសួស្ដីគាត់មានរោឧទាហរណ៍ណាហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលគាត់សួរអញ្ចឹង page យើងក៏អត់ធ្វើការឆ្លើយតបជាមួយគេដែរដោយសារអីដោយសារតែសួស្ដីគេហ្នឹងមានរោហើយរបស់យើងអត់មានរោទេអញ្ចឹងនៅក្នុងហ្នឹងយើងត្រូវធ្វើម៉េចយើងទៅចូលការ system របស់យើងពិសេសដាក់គ្រប់លក្ខខណ្ឌទាំងអស់វិញតែម្ដងនៅក្នុងហ្នឹងអ្វីនេះខ្ញុំចូលទៅមកអ្វីចូលទៅកែគឺចុចកែលើនេះមកមិញហ្នឹងដោយសារតែខ្ញុំមិញទៅសេកន្លែងនេះខ្ញុំសេតែពាក្យសួស្ដីមួយតែខ្ញុំអត់ដាក់គ្រប់លក្ខខណ្ឌទេអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យដាក់វាគ្រប់លក្ខខណ្ឌអញ្ចឹងអ្វីខ្ញុំត្រូវធ្វើគឺចុចក្បៀអ្នកនរគ្នាយើង speed យើងចុចA ហើយក្បៀសមួយឲ្យចេញសញ្ញាក្បៀសបែបនេះសញ្ញាខាម៉ាអញ្ចឹងហើយតទៅទៀតយើងដាក់លក្ខខណ្ឌទៀតមកបើសិនជាក្នុងលក្ខខណ្ឌគាត់សរសេរអក្សរសួស្ដីហើយមានរអញ្ចឹងដាក់នឹងមួយទៀតមកហើយយើងខាម៉ាទៀតអញ្ចឹងកន្លែងនេះមានតែកន្លែងនេះយើងដាក់មួយលក្ខខណ្ឌគឺអក្សរសួស្ដីហើយនេះមួយលក្ខខណ្ឌទៀតសួស្ដីមានរបាទហើយទៀតយើងក្បៀសមួយទៀតលក្ខខណ្ឌមួយទៀតបើសិនជាគាត់សរសេរគេអក្សរហាយអញ្ចឹងយើងខាម៉ាទៀតមកអញ្ចឹងកន្លែងនេះសិតតែជាមួយលក្ខខណ្ឌនេះណាហើយគេជំរាបសួរជាងសរសេរចូលទាំងអស់ហ្មងមកជំរាបសួរបាទតោះយើងក្បៀសទៀតជំរាបសួរអ្នកខ្លះក៏គាត់សរសេរបែបនេះហើយអ្នកខ្លះទៀតក៏គាត់សរសេរជំរាបសួរមានអីគេមានក្បៀសមានបន្តអញ្ចឹងខ្ញុំ copy អាហ្នឹងមកខ្ញុំ copy អាហ្នឹងហើយខ្ញុំសេបន្តនេះមួយទៀតចូលហើយបន្តទៀតខ្ញុំ copy អាជំរាបសួរមានបន្តហ្នឹងណា copy ជំរាបសួរហ្នឹងមានបន្តហ្នឹង copy ហើយខ្ញុំដាក់នេះខ្ញុំលុបរោចោលមួយអ្នកខ្លះគាត់សរសេរមានរោឯហ្នឹងហើយអញ្ចឹងខ្ញុំលុបចោលអញ្ចឹងមានថាឥឡូវហ្នឹងខ្ញុំដាក់លក្ខខណ្ឌបើសិនជាគាត់សរសេរសួស្ដីហើយជំរាបសួរហើយជំរាបសួរមានរោឬអត់រោដាក់ចូលហើយឬក៏គាត់មកគាត់ដាក់ហើយ hello ឬក៏គាត់ដាក់សញ្ញាគេរូបដុល្លារអ្នកខ្លះដុល្លារ2ដងអ្នកខ្លះដុល្លារ2ដងអីអញ្ចឹងទៅគឺយើងនឹងដាក់ចូលគ្រប់លក្ខខណ្ឌទាំងអស់ហើយបន្តទៀតយើងធ្វើការ save ចុចលើដានមកបាទហើយបន្តទៀតយើងធ្វើការ save អញ្ចឹងនៅក្នុងហ្នឹងយើងឃើញនេះយើងមានដាក់សួស្ដីហើយជំរាបសួរមានរោអត់រោអីអញ្ចឹងទៅដាក់ចូលទាំងអស់ទៅអញ្ចឹងយើងដាក់ហើយអញ្ចឹងអ្វីទៅធ្វើយើងចូលមកតេស្តមកអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងមិនក្នុងលក្ខខណ្ឌអីគេបើសិនជាគាត់មកsay hi ស៊ីសំចាប់បានយើងធ្វើការឆ្លើយតបចុះបើ hello
យើងចាប់បានធ្វើការឆ្លើយតបអធិស្ឋានមិញ hello ខ្ញុំបានដាក់អត់អូ hello ខ្ញុំស្អីខុសចាំនេះខ្ញុំសូមចូលកែវិញ hello មកខ្ញុំស្អីខុសស្លាប់ double e ចាំនេះ double l ណាហ្នឹងហើយខ្ញុំស្អីខុសខ្ញុំសូមធ្វើការ save ម្ដងទៀតសិនខ្ញុំតែម្ដងទៀត hello ចាប់បានឃើញ page យើងឆ្លើយតបអីគេមិញសួស្ដីហ៎អីគេពាក្យ hi ឃើញយើងចាប់បានវាធ្វើការឆ្លើយតបឬក៏រូបអីគេរូបដុល្លារវាចាប់បានវាធ្វើការឆ្លើយតបជាសាខ្ញុំចូលឆែកវិញរូបដុល្លារវិញខ្ញុំដាក់អីគេចូលទៅមើលសិនណារូបដុល្លារហ្នឹងឯងរូបដុល្លារយើងមានអីទេដងទៀតណាចឹងយើងដាក់លក្ខខណ្ឌហ្នឹងចូលអស់ទៅហ្នឹងហើយអញ្ចឹងនៅក្នុងនេះអាចថារូបដុល្លារប្រហែលជាខ្ញុំដាក់លក្ខខណ្ឌខុសអញ្ចឹងទីអីគេមានពាក្យសួស្ដីយើងតេស្តមកសួស្ដីអាហ្នឹង copy នេះមួយសិនដោយសារសួស្ដីយើងមានដាក់លក្ខខណ្ឌរោឬអត់រោហ្នឹងហើយអញ្ចឹងយើងដាក់ចេះមកគេវាចាប់បានអញ្ចឹងលក្ខខណ្ឌសួស្ដីមានរោក៏យើងចាប់បានដែរបាទអញ្ចឹងនេះគឺជាលក្ខខណ្ឌនៃការដែលយើងដាក់ពាក្យទៅឲ្យភ្ញៀវណាអញ្ចឹងនៅក្នុងហ្នឹងចុះបើសិនជាលក្ខខណ្ឌថាភ្ញៀវគាត់មកជាទូទៅគាត់តែងតែសរសេរពាក្យហ្នឹងទៅឲ្យយើងណាអញ្ចឹងតែយើងគួរធ្វើម៉េចអញ្ចឹងកន្លែងនេះគឺយើងចូលមកនៅកន្លែងនេះណាយើងកំណត់នៅក្នុង page របស់យើងឲ្យគ្រប់លក្ខខណ្ឌទាំងអស់មកយើងអាចកំណត់បានទៅតាមអ្វីដែលយើងចង់បានណាយើងកំណត់ពាក្យនឹងទាំងអស់ចូលមកអញ្ចឹងណាយើងអាចកំណត់ហើយបន្ទាប់មកយើងបើសិនលក្ខខណ្ឌថាជាទូទៅអ្វីដែលយើងចង់បានហ្នឹងមិនមែនថាអូឲ្យតែភ្ញៀវគាត់សួស្ដីយើងផ្ញើសារតែសួស្ដីបងមានអ្វីយើងជួយបានទេអត់ទេយើងជាទូទៅយើងចង់ឲ្យ page របស់យើងឆ្លើយតបជាមួយគេដោយយើងផ្ញើសារពីផលិតផលរបស់យើងទៅឲ្យគេហ្មងអញ្ចឹងយើងឲ្យពេលចាប់ពាក្យមកថាឥឡូវពាក្យសួស្ដី Hi ជំរាបសួរជាមុនជាពីរយើងធ្វើការផ្ញើសារពីផលិតផលយើងទៅឲ្យគេហ្មងទៅអញ្ចឹងដើម្បីផ្ញើសារពីផលិតផលយើងបានយើងចុចលើ double click លើវាមកហើយយើងទៅ copy អារបស់យើងរៀបចំនៅក្នុង get start មិញយកនោះដាក់ក្នុងនេះហ្មងក៏បានដែរកុំឲ្យសុំញ៉ាំកុំឲ្យសាំញ៉ាំច្រើនណាអញ្ចឹងយើងចូលកន្លែងនេះមកហើយយើងចុចកន្លែង page របស់យើងហើយយើងចូលមកកន្លែង action button ហើយយើងចូលមកកន្លែង get start នេះមកហ្នឹងហើយយើងចូលមកអញ្ចឹងឥឡូវយើង copy ពាក្យនេះមកយើង copy ពាក្យនេះយើង control A control C យើង copy ពាក្យហ្នឹងយកដាក់ក្នុងនេះមកនេះ control A control V មកបាទអញ្ចឹងមានថាយើងបង្កើត template ហ្នឹងមួយទៀតណាហ្នឹងហើយតមកទៀតយើងចង់គេយើងចង់ទាញជារូបភាពដាក់ចង់ទាញរូបភាពយើងដាក់ជារូបភាពអញ្ចឹងមកយើងទាញជាប់ចេះមកហើយយើងដាក់ចេះមកដាក់រូបភាពយើងចង់បានដាក់ចូលទៀតមកនឹងដាក់រូបភាពយើងចូលមកហើយយើងចុច save មកហើយតមកយើងចូលទៅតេស្តមកយើងអីគេហើយអញ្ចឹងវានឹងធ្វើការផ្ញើសារមកញ៉ាំវាធ្វើការផ្ញើសារមកអញ្ចឹងហើយអញ្ចឹងតកតងជាមួយលក្ខខណ្ឌហ្នឹងយើងអាចរៀបចំអញ្ចឹងបានហើយអ្នកនរគ្នាឆ្ងល់ចុះអញ្ចឹងយើងពុំដាក់នៅកន្លែង get start នេះតែម្ដងទៅបានអត់នេះ get start នេះជាក់ស្ដែងនៅក្នុង get start ហ្នឹងយើងដាក់បានទេដោយសារលក្ខខណ្ឌរបស់ Facebook get start ដំបូងនេះគឺយើងអត់អាចដាក់ keyword បានទេឃើញទេយើងឲ្យដាក់តែឈ្មោះបានទេឲ្យដាក់តែឈ្មោះទេអញ្ចឹងយើងអត់ដាក់ get start បានទេដែលជាមូលហេតុយើងត្រូវបង្កើត flow ថ្មីមួយទៀតដែលយើង copy ទាំងអស់ហ្នឹងយកមកដាក់ទម្រង់ដូចអានេះហើយបន្ទាប់មកយើងដាក់លក្ខខណ្ឌទៅចូលនៅក្នុងនេះតែម្ដងយើងដាក់លក្ខខណ្ឌចូលក្នុងនេះអញ្ចឹងណាហ្នឹងហើយហើយនៅក្នុងហ្នឹងយើងដាក់បានច្រើនទៀតយើងមិនដាក់តែប៉ុណ្្នឹងទេឧទាហរណ៍ថាយើងចូលនៅក្នុងអីគេក្នុង page របស់យើងចូលក្នុងខ្ញុំសុំ speed account មួយចូលក្នុងកន្លែងនេះមកបាទបន្តមកទៀតនេះឧទាហរណ៍ថាពេលដែលយើងប៊ូពេលដែលយើងប៊ូគឺយើងអាចយកកន្លែងហ្នឹងយកមកដាក់បានដូចគ្នាដែរពេលដែលយើងប៊ូណាអញ្ចឹងខ្ញុំចុចកន្លែងនេះមកខ្ញុំ create មួយ
create យើងយកតាមអាបច្ចេកទេសយើងប៊ូសរាល់ដងមកយើងប៊ូអីដាក់នឹងទៅយើងធ្លាប់ធ្វើមិនធ្វើរាល់ដងណាអញ្ចឹងកន្លែងហ្នឹងអ្វីដែលប្រែប្រួលគឺនៅក្នុងខ្ញុំនៃទៀតអញ្ចឹងកន្លែងនេះអ្នកនរគ្នាធ្លាប់ប៊ូមិនប៊ូទៅប៉ុន្តែអ្វីដែលអ្នកនរគ្នាត្រូវកែអាកន្លែងនេះយើងកំណត់ campaign កំណត់អីឲ្យអស់ហើយប៉ុន្តែអ្វីដែលនៅសល់អ្វីដែលអ្នកនរគ្នាត្រូវដាក់នោះគឺនៅកន្លែងនេះកន្លែងជាស្រ័យដោយសារយើងអត់កំណត់ពីខាងលើមកត្រូវណាអញ្ចឹងឥឡូវកន្លែងនេះកំណត់អីឲ្យអស់ខ្ញុំណែកហើយកន្លែងនេះខ្ញុំ select ផុសមួយសិនត្រូវហៅផុសមួយសិនដើម្បីដាក់បានហ្នឹងនេះកន្លែងនេះយើងនៅពេលដែលយើងប៊ូយើងមិនទទួលបាននេះកន្លែង flow របស់យើងនេះកន្លែង start conversation នេះយើងមិនមានពាក្យទាំងអស់នេះនៅពេលដែលភ្ញៀវគាត់ចុចមកមិនចេញពាក្យទាំងអស់នេះមែនទេនេះពាក្យទាំងអស់នេះណាអញ្ចឹងឥឡូវខ្ញុំសូម copy ខ្ញុំសូម copy អាពាក្យទាំងអស់ហ្នឹងចេញមួយសិនអ្នកនរគ្នាឥឡូវខ្ញុំសូម copy ពាក្យនេះមួយឥឡូវ copy ពាក្យហ្នឹងយកដាក់ចូលក្នុងនេះតែម្ដងទៅនេះ វាមួយមកវាមួយទៀតហើយតមកចូលនេះមួយទៀតចុចកន្លែងនេះមួយទៀតអឺជាស្អីជុំដាក់កន្លែងនេះមួយទៀតកន្លែងហ្នឹងអ្នកនរគ្នាខ្ញុំចង់សម្ដែងចេះនៅពេលដែលយើងប៊ូនៅពេលយើងប៊ូយើងមិនដាក់លក្ខខណ្ឌហ្នឹងទាំងអស់ដែរអញ្ចឹងយើងត្រូវ copy អាពាក្យហ្នឹងមកអញ្ចឹងយើងក៏នៅពេលភ្ញៀវមកគាត់មិនចុចលើពាក្យហ្នឹងអញ្ចឹងចុចលើពាក្យហ្នឹងវាស្មើនឹងគាត់សរសេរពាក្យមិញអញ្ចឹងយើង copy អាពាក្យទាំងអស់ហ្នឹងយកមកដាក់នៅក្នុង board របស់យើងហ្នឹងចាំពេលគាត់យើងប៊ូនៅពេលដែលគេចុចលើហ្នឹង system របស់យើងចាប់បានវាធ្វើការ auto reply ហីអញ្ចឹងវាដំណើរការពេលយើងប៊ូហ្នឹងគឺអត្ថប្រយោជន៍គឺកន្លែងហ្នឹងហ្នឹងហើយហើយកន្លែងនេះខ្ញុំ recommend អ្នកនរគ្នាយើងអាចចេះមកយើងសរសេរយើង design ឲ្យខ្លួនឯងមកយើងសរសេរសួស្ដីចេះ1ចេះ2អញ្ចឹងទៅតែសុំចុចចេះយើងអាចថាសួស្ដីបងតែខ្ញុំមានអ្វីអាចជួយបានទេយើងអាចឲ្យគេចុចទៅលើពាក្យខាងក្រោមអញ្ចឹងទៅនេះប៊ូតុង quick reply 1 reply 2នេះដើម្បីឲ្យមានភាពងាយស្រួលណាយើងអីគេចង់ដឹងព័ត៌មានបទបន្ថែមអញ្ចឹងទៅយើងសរសេរកន្លែងហ្នឹងយើងចង់អីចូលចង់ដឹងតម្លៃឧទាហរណ៍ណាឧទាហរណ៍តម្លៃហើយតបមកទៀតអានេះគេខាងពីខាងក្រោមនេះសូមព័ត៌មានលម្អិតបន្ថែមអញ្ចឹងខ្ញុំដាក់ពីពាក្យហ្នឹងចាស់ខ្ញុំ copy ពីពាក្យហ្នឹងណាហើយអាពាក្យទី3នេះខ្ញុំលុបចោលអានេះខ្ញុំលុបចោលហ្មងទៅខ្ញុំដាក់ប៉ុណ្ណឹងហ្នឹងហើយខ្ញុំដាក់ប៉ុណ្ណឹងហើយបន្ទាប់មកកន្លែងនេះកន្លែង save ណា save យើងដាក់ template របស់យើងមួយទៅយើងដែរគេAI reply ចឹងទៅយើងបានពាក្យហ្នឹងមួយឯងយើងបានអា template ហ្នឹងមួយឯងអញ្ចឹងមានថា template ហ្នឹងអញ្ចឹងនេះខ្ញុំសុំឲ្យគេខ្ញុំសុំទៅកែខាងលើនេះបន្តិចនេះកន្លែងនេះយើងចង់ដាក់ឈ្មោះគេយើងចុចលើនេះមកនេះគេ full name ហ្នឹងហើយតើមានអ្វីឲ្យខ្ញុំជួយបានទេអញ្ចឹងទៅចឹងកន្លែងនេះគឺជាបច្ចេកទេសរបស់យើងណាប៉ុន្តែខ្ញុំ recommend អ្នកគ្នាយើងបង្កើត template ហ្នឹងមួយសម្រាប់ខ្លួនឯងទៅដើម្បីឲ្យខាងយើងនៅពេលយើង boost លើកក្រោយយើងគ្រាន់ជ្រើសយក template ហ្នឹងយកមកប្រើហ្មងអញ្ចឹងចុច save ចុច save មកអញ្ចឹងកន្លែងនេះវាមានអត្ថប្រយោជន៍អញ្ចឹងណាពេលយើង save មកពេលយើង boost លើកក្រោយយើងមិនចាំយកយើងអត់ចាំបាច់យកកន្លែង create new ឯងយើងយកកន្លែង existing ហើយយើងរើសយកនេះរើសយកអារបស់យើងបានបង្កើតហើយហ្នឹងយកអាហ្នឹងយកមកដាក់មកអញ្ចឹងនៅពេលដែលយើងដាក់ហើយយើង copy អាពីរពាក្យហ្នឹងណាអាពីរពាក្យហ្នឹងយកមកដាក់ក្នុង board របស់យើងនេះយើង copy អាពាក្យហ្នឹងយកមកដាក់ board របស់យើងអញ្ចឹង board របស់យើងនៅកន្លែងនេះ board របស់យើងណាអញ្ចឹងឥឡូវហ្នឹងខ្ញុំសុំលុបអាពួកនេះចោលសិនណានេះខ្ញុំសុំលុបពីចោលសិន
chẳng mấy nó nhom miền pía xong bỏ mình lộ ở thèm lại này nhé chẳng lại ní làm bay ở bên này cá ban lõ này ở này dân copy bị ông pin mà muối dân copy mùi chia sẻ dân copy bia mùi sẵn mắc cả mà mùi máu hai trò tiết nó không những dân si dùm con là việc bịa biển can là nhiệt tịch nhưng những cục phí hay dân con chứ chắc lại nếu vậy kế sống dân ai thay dân vô biển nước muối hay bò miến dân vô bia mùi tiền máu cho mấy thang nó lại khả năng bảo si xong dân chặt từ kênh bên bịa sông rồi có bịa bò miến rồi có bịa bọn thám có biết thôi cả phải tọt bài mình chẳng bạn phải tọt lại đến việc của bia biển chẳng mấy dân đạp pi miền đạp miền tông làm lại miền tiền chẳng ấy nhưng xong chạy gần tích để dân miền đạp pi môi tiết nhưng xong mà tích ôi nhá nhưng mà ban cục pi pi mình xong mờ này tích pi cái mình nhưng xong trời điện nó này pi trong đang làm lại chẳng nhưng cục pi là môi tiết cục pi hay nhân vô mà đạn được nó mình đòn tiền máu nè đạn được nó này chẳng nhom nhom control ví hay tập nói nhom bía hay tập ăn tiết nhom control ví và đòn tiết bàn tay nhom chập làm con về hiện tôi trẻ con về hiện tôi trẻ hiện lọt trẻ mà cho nên là chào kênh biệt trong biệt đăng biệt đầm lái người việt thuộc ca sai tọp này hai tỏi như chơi thuộc cá đàn hái nhưng chơi thuộc cá biệt xèo cho những xèo còn đang chóp dân cho mặt tay lực hay bây giờ trả máu sẽ được tay đi mất nâng này chữ tay máu chẳng dân chạy lờ xe đi máu chẳng nhầm bật chân là không nắng nó về đẹp nhiều quạt chạy mà ta mà về để quạt mơ khen phong bao nhiêu ấy quạt mình chạy quạt nâng chạy lại này thì ở này chạy biển nắng ngày chẳng mình là về cái chạy dương nâng thua ca nhà xa thì quạt còn ta nó không nắng xuống nó cho một cái mình chạy cho với cái chạy chỉ tu từ nó về đẹp nhiều quạt còn chân trắng quạt ai nâng ta sẽ bị hai hello xuống đây bó rồi cổ đục đồ lá hao mà anh chẳng từ chắc dương anh đạp bị flow bao nhiêu nó không ní cục lại khăn thằng ó đã châu thông năng là hai mắt hai np đại dương đã cho bảy hai dương tay luôn án hay tập với dương bốn chương thời complex mà chạy cho viện năng á viện năng dương thời vô một đạn nó không dương đã hai dương sale luôn án sale hai np dương bù lực khối phải viện năng máu hai dương đã nói tới cái system giống là cài toàn cho lớn cho mặt tè chân tay mấy nhung copy cái chọn đang trong đồng lái nhưng không control vi sẵn để cho đang đầm lại chứ chuyện đầu tiên mất mình chẳng thấy bây giờ dương tay mang cái nhé cho nên để dân trong dân nó về chạy lực user dân chạy lực biển đó viên viên trên má po miền ai dân rồi hay cái ban đầm lại mùi ban sai tỏ này cho tiền nguyên vị cái việc một tiết xong po miền bảo thay mẹ cho nó viên máu một tia vào thân gì user dân cho những cái nhất dân thời ca sai tỏ màu bà này thế nhé bạn còn ta vào thân lọc khan ta ở đèn lọc nếp để dân phớ này dân phớ suy dân phớ ta bị nhom trẻ thì lùi bị đó mất chúng sẽ dùng con bị nó hiện clay ở đầm bay ở nhiều con ở đầm bay system chặt ở bàn đó này chẳng tổ tư dân vô việc bình chẳng mất tạo cho dừng con là bị từng nó con vì clay và tập này mất nâng đôi bị đầm lấy dùng con chẳng tờ chắc mà việc nào để dân cái thao bị đá dân ai ở dân si dùng con đây số đây chết dân ai ở con như một tí đã su ấy đây nhé các bạn này và tay những đặc cục lại khăn này ó này nâng này hay đường này dân ấy kế dân đại chẳng hay hay ó dân trong ban đã bị cái tiết dân ai trình chết bi thiệt mất biết hiện đại nè khác còn xe má còn trình pk nắng quạt ở xe chạy lửa nắng hay còn xe hào mai thử ấy xem chẳng chắc dân ai đây dân ai từ xe bịa từng ông trôi mất bà này mình chẳng nâng ở nhưng làm ở xe bạn mình làm chắc bật nâng này mình chẳng ở tết tôn chỉ mùi ca tét cư dương hiệp trầm chẳng mình chẳng tết tôn chỉ mùi merian ấy nhưng xong bị chập một phần nắng cư dương nâng thơ ca hiệp trầm được đâu nâng ô nhưng xong một tháng tịch cho bà dương trong miền bị đánh lột màu thêm tập xem kia luôn lại khả năng dương tập phơ mạch lại nắng chẳng được kia là dương chỉ lực phải bây giờ mất dương mấy dương mình bật cát ở flow đi muối mình nói dương trong cho tới edit chỉ là viết chỉ là edit tới vì đằng trên mà tầm rong là dương cai mà nhảy nhiệt tầm rong lại khan tầng on thì mình mà hơi nhé nè này chắc nó khan em ngọc như ta cho bà sân chỉ nhóm trong kèo bị tầng on nằng hay em cho slide top c nhiều tiệt he nhóm mình lụ của page nhóm mình lụ fc nhiều tiệt he mình lụ nam lụ ấy chẳng có mình bật hoa cha nên tay trong chẳng đặc biệt năng lực lòng bật hoa cây xua trong bật có nó bị slide top trong món bàn on bàn cái dừng ai bàn đấy
dương lạiនេះយើងកាប់ flow ថ្មីមួយទៀតមកកាប់ flow ថ្មីមកហើយតមកកន្លែងនេះដូចគ្នាតដែរយើងកាប់ flow ថ្មីនោះលក្ខខណ្ឌគេបើសិនជាគេសរសេរថាមានផលិតផលអីខ្លះឧទាហរណ៍ណាអធិស្ឋានវីដេអូនេះរៀងវែងបន្តិចឯងមានផលិតផលផលិតផលអ្វីខ្លះអញ្ចឹងទៅឧទាហរណ៍បើគេទៅសេមកអញ្ចឹងហើយយើងអត់ចង់ផ្ញើសារដូចអាមិញទេយើងចង់ផ្ញើសារទៅលើផ្សេងអញ្ចឹងណាចឹងយើង copy មកហើយយើងកន់វាឲ្យដូចមុនហ្នឹងមកស្អីគេពាក្យមានបើយើងចង់ចាប់ក៏ចាប់ទៅអត់ទេយើងមិនលុបទេយើងដាក់មានចោលប៉ុន្តែយើងដាក់អានេះយើងដាក់ក្បៀសមួយនេះយើងដាក់ក្បៀសហើយតបមួយទៀតយើងចាប់ផលិតផលហើយអ្វីខ្លះជាស្អីនៅអត់នេះចំណាំនេះយកក្បៀសខ្ញុំដាក់ខ្ញុំចេញបន្តហើយអ្វីខ្លះហ្នឹងហើយអ្វីខ្លះហើយអ្វីខ្លះហ្នឹងយើងមិនបាច់យកសញ្ញាសួរយើងលុបសញ្ញាសួរចោលយើងអត់ចង់បានសញ្ញាសួរចេះទេឬចង់ទុកក៏ទុកទៅអញ្ចឹងអានេះយើងអីគេយើងដាក់ចេះមកហ្នឹងហើយដាក់ចេះមក control V សិនមានអត់ copy ហ៎ copy ចេះមកហើយចុចដានហើយតោះយើងទាញមកយើងទាញអីយើងចង់ផ្ញើអីទាញមកអញ្ចឹងយើងហើយបន្ទាប់មកយើងចង់កំណត់អីគេយើងកំណត់ថាសួស្តីបងខ្ញុំមានផលិតផលអីចេះមួយចេះពីរទៅខ្ញុំខាងខ្ញុំមានលក់អីខ្លះអញ្ចឹងទៅណានឹងអញ្ចឹងយើងអាចរៀបចំបានយើងមានផលិតផល ABC អញ្ចឹងទៅអញ្ចឹងហ្នឹងហើយយើងចុច save តទៅទៀតយើងចូលមកតេស្តមកអញ្ចឹងមកគេពាក្យផលិតផលហើយមិញខ្ញុំ copy មកមានរូបផលិតផលអ្វីខ្លះ enter មកអញ្ចឹងនៅពេលដែលយើងមកអញ្ចេះវានឹងចាប់ក្នុងលក្ខខណ្ឌវាចាប់ទេយើងអាចចូលមកវាអត់ចាប់បានទេអញ្ចឹងដោយសារតែយើងកន់ពាក្យហ្នឹងអត់ទាន់ត្រូវអញ្ចឹងយើងចូលមកមើលម្ដងទៀតផលិតផលអ្វីខ្លះអញ្ចឹងយើងក្បៀសកន្លែងនេះយើងវាញឹកតិចទៀតមកនេះឲ្យញឹកជាងនឹងតិចទៀតមកហើយយើងចុចលើពាក្យ save ហើយយើងក្បៀសមកហើយយើងចូលតេស្តម្ដងទៀតមកបាទអញ្ចឹងឡើយនេះគេថាវាអត់ទាន់ដែរអញ្ចឹងយើងចូលមក edit ម្ដងទៀតតាមយើងចូលមក check មើលរបស់យើងតើវា error កន្លែងណាយើងព្យាយាមមើលតើមានអក្សរ echo អត់អញ្ចឹងខ្ញុំសូម copy អីគេខ្ញុំសូមតេស្តលើពាក្យនេះម្ដងទៀតមកcopy យើង control V បាទអញ្ចឹងបើអត់មានទេខ្ញុំចូលមកអង្គពាក្យnàyឲ្យញឹកជាងនឹងបន្ថែមទៀតមកវាអត់ដែរទេអញ្ចឹងយើងអាចcheck មើលយើងអាចពេលខ្លះវាជាប់សញ្ញានៅខាងមុខនេះលុបចោលអញ្ចឹងសញ្ញានេះសញ្ញាសួរខ្ញុំសូមលុបចោលហើយគេខ្ញុំដាក់ពាក្យមានចូលមួយទៀតយើងព្យាយាមកន់វាឲ្យខ្លីជាងនឹងទៀតហ្នឹងហើយយើងចុចតាន់ហើយយើងចុច save អញ្ចឹងយើងអាចចូលទៅតេស្តបន្តទៀតបានអញ្ចឹងយើងអាចព្យាយាមកន់តតែវាដើរទៅគឺវានឹងដំណើរការបានហើយហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺយើងអាចរៀបចំបានហើយក្នុងលក្ខខណ្ឌនេះយើងចូលមកកន្លែងនេះយើងអាចចូល check បានណាមួយនេះយើងបង្កើត flow មួយទៀតហើយអញ្ចឹងយើងចុចនេះមកចុច refresh អញ្ចឹងវាអញ្ជើញ flow មួយទៀតឲ្យយើងមកឲ្យ flow នេះ flow ផលិតផលអញ្ចឹងយើងអាចចូលមក check កន្លែងនេះបន្តិចបាទចេញចូលម្ដងទៀតមកចឹងយើងចង់ចូលទៅ edit flow ហ្នឹងយើងចុចលើ edit មកណាហ្នឹងហើយចឹងក្នុងហ្នឹងចឹងឥឡូវខ្ញុំសូមលុបសញ្ញាសួរចោលបន្តិចហើយខ្ញុំចូលទៅ copy ម្ដងទៀតអានេះខ្ញុំសូមធ្វើការ save ហើយខ្ញុំ
ចូលទៅតាមអត់ទៀតទៅដែរហ្នឹងហើយអញ្ចឹងនេះវាអត់ដើរសញ្ញាសួរនេះមួយអញ្ចឹងយើងដកវាចេញមកអញ្ចឹងថាវាដើរដំណើរការបានហើយឃើញទេចឹងក្នុងលក្ខខណ្ឌនេះយើងអាចបង្កើតប្រមាណ flow ក៏បានដែរក្នុងហ្នឹងយើងអាចបង្កើតច្រើន flow បានតាមចិត្តដែលយើងចង់បានណាបាទអញ្ចឹងដើម្បីបង្កើតគឺយើងចូលនៅក្នុងនេះចូលក្នុង page របស់យើងជ្រើស page យើងយក flow យើងយក create new flow មកហើយដើម្បី edit យើងលក្ខខណ្ឌចង់កាយយើងចុចលើ flow មួយណាយើងចង់កាយយើងចុចលើ edit អញ្ចឹងទៅបានហើយអញ្ចឹងតើតើមកវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងលក្ខខណ្ឌបើសិនជាភ្ញៀវគាត់ចុចមកតែគាត់ចូលក្នុងប្រអប់ផ្សាយគាត់ទៅសេពាក្យឬក៏ពេលយើងប៊ូឲ្យគេចុចពាក្យនឹងដំណើរការគឺយើងធ្វើអានឹងបានអញ្ចឹងចំពោះវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសិនបាទអរគុណច្រើន